Bạn ơi,ជំរាបសួរបងប្អូនកសិករទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីសិល្បៈការសរសេរទូទាត់តម្លៃស្រូវដែលចាំបាច់សរសេរក្នុងសៀវភៅទេហើយក៏អត់ចាំបាច់សរសេរដូច Casio ដែរណាចឹងយើងប្រើស្លឹកនេះយកតែម្ដងចឹងស្លឹកនេះគឺយើងអាចទីមួយយើងជ្រើស ID មកហើយសរសេរតម្លៃស្រូវសរសេរឈ្មោះបន្ទាប់មកយើងដាក់តម្លៃស្រូវទៅតាមប្រឡោះទាំង5ដូចយើងសរសេរនៅក្នុងសៀវភៅដែរបាទហើយជួរក្រោមនេះគឺជាផលបូកនៃជួរឈរទាំង5ហើយខាងក្រោមនេះក៏ដូចនឹងតារាងលើដែរហើយយើងមានប៊ូតុងបន្ថែមតារាងនេះបើសិនជាស្រូវរបស់បងប្អូនកសិករយើងមានច្រើនក្រុងយើងអាចបន្ថែមប្រហែលក៏បានដែរស្រេចតែបងប្អូនមានហើយកន្លែងនេះគឺជាទម្ងន់សរុបនៅក្នុងស្រុកទី1កន្លែងនេះគឺជាតម្លៃសរុបនៅក្នុងស្រុកទី1ប្រសិនបើបងប្អូនកសិករចង់ត្រឡប់ក្រោយយើងប្រើសញ្ញានេះហើយបើយើងចង់ទាញយកយើងប្រើសញ្ញានេះនៅខាងលើដូចគ្នាហើយបើបងប្អូនចង់សម្អាតយើងចុចកន្លែងសម្អាតទិន្នន័យអញ្ចឹងសម្រាប់អ្នកលក់វិញសម្រាប់អ្នកទិញវិញអ្នកទិញយើងអាចបន្ថែមស្លឹកថ្មីសិនជាគាត់ទិញបន្ថែមទៀតទៅលើឈ្មោះណាមួយឧទាហរណ៍ថាឈ្មោះច័ន្ទហើយគាត់ទិញនៅក្នុងតម្លៃ1020អញ្ចឹងគាត់អាចសរសេរលេខនៅក្នុងតារាងនោះឡើងវិញមកថាស្រូវគាត់ហ្នឹងមានគីឡូប៉ុន្មានខ្លះបាទគីឡូប៉ុន្មានខ្លះយើងអាចសរសេរដាក់តាមហ្នឹងណាបាទបាទអញ្ចឹងគាត់ទិញបានពីឈ្មោះច័ន្ទហ្នឹងបានប៉ុណ្ណេះរងអញ្ចឹងមានន័យថាអ្នកលក់គាត់បានអីគេបានទិញពីអ្នកកសិករ2នាក់ហើយកសិករទី1មកច័ន្ទកសិករទី2ឈ្មោះចិនចឹងទៅណាបាទចឹងកសិករទី2ឈ្មោះចិនអញ្ចឹងគាត់អាចថែមស្លឹកជាច្រើនទៀតតាមតម្រូវការរបស់គាត់រហូតដល់គាត់អាចទិញបានពេញឡានគាត់នឹងឃើញឯងគាត់ទិញបាន3-4នាក់អញ្ចឹងតើបានប្រមាណគីឡូនៅទីនេះអញ្ចឹងជ្រុងខាងនេះគឺជាលេខដែលបូកគ្រប់ស្លឹកឯកស្លឹកទាំងអស់បាទអញ្ចឹងនេះគឺជាទម្រង់មួយដែលខ្ញុំបានបង្ហាញនៅលើកុំព្យូទ័រហើយយើងអាចប្រើនៅលើទូរស័ព្ទដៃបានយ៉ាងងាយស្រួលគោលដៅគឺខ្ញុំចង់ឲ្យបងប្អូនកសិករយើងប្រើនៅលើទូរស័ព្ទដៃអញ្ចឹងបងប្អូនចុចនៅ link ខាងក្រោមវីដេអូនោះបងប្អូននឹងទទួលបានទម្រង់ថ្មីដូចតែខ្ញុំអញ្ចឹងកុំភ្លេចជួយ subscribe channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានគន្លឹះថ្មីៗក៏ដូចជាវិធីសាស្ត្រផ្សេងៗទៀតអរគុណបាទជំរាបសួរនេះគឺជាទម្រង់នៅលើទូរស័ព្ទដៃអញ្ចឹងចុចនៅលើអឺ link នៅខាងក្រោម YouTube របស់ខ្ញុំមករួចហើយខ្ញុំនឹងបានទទួលទម្រង់បែបនេះនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងទម្រង់នេះគឺជាទម្រង់ដែលយើងអាចបូកដកទូទាត់បានហ្នឹងហើយអរគុណអញ្ចឹងយើងអាចលុបវាទៅកន្លែងនេះយើងអាចលុបក៏បានហើយយើងអាចបន្ថែមស្លឹកឯកក៏បានឬក៏យើងអាចធ្វើអីមួយផ្សេងទៀតក៏បានដែរបាទអរគុណច្រើន